មកណាគេខ្លះដែលតែជួបនៅបញ្ហាបែបហ្នឹងដែរតែយើងជាសោះអញ្ចឹងទៅគឺយើងឡើងមករៀនតែតនេះទីទួយអីហ្នឹងគឺយើងចង់ឡើងទៅផ្ទះឡើងទៅស្រុកអីតែប្រវត្តិមែនតើរឿងកក់ស្បួតឡើងទៅមកហ្នឹងហ្មងតែអ្នកដែលមានផ្ទះនៅស្រុកនៅខេត្តតែបានយកអារម្មណ៍មួយហ្នឹងថាវាពិបាកបែបមិនតែឥឡូវគឺលេងជាបញ្ហាទៀតហើយខ្ញុំបានស្គាល់ជាមួយនឹង app មួយគឺងាយស្រួលប្រើមែនតើអញ្ចឹងទៅខ្ញុំចង់ recommend ឲ្យអ្នកទាំងអស់គ្នាមកសាកប្រើដែរហ្នឹងគឺខ្ញុំប្រើប្រាស់ជាមួយនឹង app Redbus ស្គាល់ app នេះតាំងពីដើមឡើយមិនដឹងល្អមែនទេដោយសារតែ app ហ្នឹងគឺមាន promotion ច្រើនមែនតើដូចឥឡូវហ្នឹងចង់ក៏មានជាមួយនឹង promotion referral week ហ្នឹងគឺនៅពេលដែលអ្នកទាំងអស់គ្នា invite ពុកម៉ែឲ្យមក download app Redbus ទាំងអស់គ្នាហើយនឹងពុកម៉ែនឹងទទួលបាន$5ត្រឡប់មកវិញភ្លាមៗអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា download app Redbus រួចហើយចូលទៅ my account ចូលមកអូចុះក្រោមនឹងឃើញពាក្យថា referral អ្នកទាំងអស់គ្នាចុចលើពាក្យ referral ហ្នឹងមកហើយឃើញចេះអ្នកទាំងអស់គ្នាចុចលើពាក្យ refer now ដើម្បី copy link ហើយ send ទៅពុកម៉ែអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលពុកម៉ែអ្នកទាំងអស់គ្នា download app Redbus តាម link ហ្នឹងរួចហើយគាត់នឹងទទួលបាន$5ហើយយើងក៏ទទួលបាន$5ដូចគ្នាដែរហើយដែលពិសេសហ្នឹងគឺអាច invite friend របស់អ្នកទាំងអស់គ្នារហូតដល់$100តាមអីទៀតនេះបញ្ញាប់ទៅ download app Redbus ហើយលឺនៅហើយកុំភ្លេច invite ពុកម៉ាក់របស់អ្នកទាំងអស់គ្នាឲ្យបានច្រើនផងហើយពុកម៉ាក់បានកាន់តែច្រើនយើងទទួលបានលុយត្រឡប់មកវិញគឺកាន់តែច្រើនដូចគ្នាញ៉ាំតិចហើយដោយសារតែ promotion ហ្នឹងគឺគេមាន limited time offer ចង់ឃើញវីដេអូហ្នឹងហើយទៅ download ដល់ហើយបើនិយាយពី app Redbus ហ្នឹងមកគឺងាយស្រួលប្រើមែនតើនិយាយទៅគឺយើងចង់ filter អីដែលយើងចង់បានទីហើយការធ្វើដំណើររបស់យើងគឺមានជម្រើសច្រើនហ្មងបើរបៀបដែលយើង booking វិញក៏អត់មានប្របាក់អីដែរក្នុង line ហ្នឹងគឺជ្រើសរើសពេលវេលាដែលយើងចង់ទៅទោះមកគឺជ្រើសរើសកៅអីដែលយើងចង់អង្គុយមកពេលដែលរើសកន្លែងអង្គុយរួចហើយគេនឹងប្រាប់ពីទីតាំងដែលយើងត្រូវឡើងហើយនឹងទីតាំងដែលយើងត្រូវចុះដូចគ្នាហើយនៅពេលអ្នកទាំងអស់គ្នាបំពេញព័ត៌មានរួចអស់ហើយអាចចុច pay now បានទៀតកុំភ្លេចចុច Redbus Wallet ដើម្បីចំណេញ$1.6មកវិញពីហ្នឹងទៀតអ្នកទាំងអស់គ្នាមកប្រើជាមួយនឹង promo code ដល់លេងដែលមាន discount រហូតដល់$2ទទួលបាន cashback មកវិញរហូតដល់$6ទៀតនិយាយទៅចំណេញលើចំណេញហ្មងខ្ញុំក៏កន្លែងអង្គុយឡើង2នេះតែអស់តែ$8.4ទេចំណេញខ្លាំងមែនទែនហ្មងទៅខែម្នាក់ឯងម្ដងក៏$10ឡើងដែរចាំមិនទៀតអ្នកទាំងអស់គ្នាដល់ Redbusមកប្រើទៅមានថវិកាឲ្យស្រួលក្នុងការធ្វើដំណើរទៀត